សូមស្វាគមន៍មកកាន់ Channel កោ Single ថ្ងៃនេះកោ Single មានគោលបំណងចង់ចែករំលែកចំណេះដឹងជូនដល់បងប្អូនទាំងអស់គ្នាដែលមានគោលបំណងចង់សិក្សាភាសាចិនផងដែរដើម្បីបានវីដេអូខ្លីៗនិងមេរៀនល្អៗបាទកុំភ្លេចតាមដាន Channel កោ Single ផងដែរបាទជាការពិតណាស់ដើម្បីសិក្សាភាសាចិនមួយឲ្យបានល្អនិងធ្វើការនិយាយទៅឲ្យបានត្រឹមត្រូវគឺយើងត្រូវពឹងផ្អែកទាំងស្រុងនៅក្នុងការសិក្សា Pinyin បាទដែលជាអក្សរឡាតាំងរបស់ចិនបាទយើងហៅថា Pinyin ហ្នឹងបាទនៅពេលកាលណាដែលយើងចេះ Pinyin ហ្នឹងហើយទើបធ្វើឲ្យបងប្អូនទាំងអស់គ្នានៅក្នុងការអានបាទបញ្ចេញសំឡេងបានត្រឹមត្រូវផងដែរបាទនៅក្នុងប្រទេសចិនបាទគឺជាប្រទេសមួយដែលធំបាទហើយក៏មានភាសាតំបន់ក៏ច្រើនបាទជាពិសេសភាសាគាត់មានសរុបរហូតដល់56ភាសានោះបាទអ្វីដែលសំខាន់នោះគឺភាសាមួយបាទដែលនៅក្នុងភាសាខ្មែរយើងហៅថាចិនកុកងឺបាទពុថងហក់បាទអញ្ចឹងមានន័យថាចំពោះខ្ញុំមានមតិយោបល់ចំពោះបងប្អូនអរគ្នាយើងជ្រើសរើសក្នុងការសិក្សាបាទចិនកុកងឺបាទពុថងហក់បាទនៅពេលដែលយើងចេះហើយទើបធ្វើឲ្យការប្រស័យតាក់ទងបាទមិនថានៅក្នុងការរស់នៅប្រចាំថ្ងៃមិនថាពាក់ព័ន្ធជាមួយនឹងការងាររបស់បងប្អូនយើងប្រើភាសាចិនកុកងឺនេះគឺធ្វើការប្រស័យតាក់ទងគ្នាបានល្អផងដែរបាទហើយដើម្បីជាបាទវីដេអូបន្ទាប់បាទខ្ញុំនឹងធ្វើការបង្រៀនលម្អិតជាក់ស្ដែងបាទតាក់ទងជាមួយនឹង Pinyin ជូនដល់អ្នកទាំងអស់គ្នាផងដែរបាទដើម្បីជាការលើកកម្លាំងចិត្តបាទសូមជួយ Subscribe បាទហើយនឹង Like Comment បាទជូនដល់ Channel កោ Single ទាំងអស់គ្នាផងដែរជួបគ្នានៅមេរៀនក្រោយជាមួយនឹង Pinyin ផងដែរបាទបាយបាយ